ស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញអ្នកទាំងអស់គ្នាពីរបៀបបត់ការរូបលេខបែបនេះណាចេញជាកប៉ាល់ទៅតាមតាមស្អាតចឹងក្លឹបហ្មងវាមានខូចទល់ពីរបៀបថាពីដុំកម្មនិយាយដែលយើងរុំវាឯងបងប្អូនអាចមើលទៅនឹងបានណាហើយលោកកម្មនិយាយខ្ញុំប្រើនេះគឺខ្ញុំកែតែពីលោកកម្មនិយាយលេខ2ដែលសាច់ស្អាតដៅដែលសាច់ទូចឲ្យខ្លាយជាលោកកម្មនិយាយបត់ការចេញមកស្អាតបងប្អូនទោះបីថាបងប្អូនកំងមកបានលោកកម្មនិយាយរៀងរបៀបថាសាច់អត់សូវពេញឬក៏សាច់យ៉ាងទូទៅបងប្អូនអាចបត់ការទូលីបចេញមកស្អាតដែរអញ្ចឹងបងប្អូនហើយសម្រាប់ការទូលីបបងប្អូនអត់ត្រូវឲ្យបងប្អូនចេះកាត់ចេះបត់ឲ្យតែក្បួនត្រឹមត្រូវបងប្អូនកាច់បត់នឹងចេញមកស្អាតដែរអញ្ចឹងកម្មនិយាយដែលខ្ញុំបានបង្ហាញបងប្អូននេះគឺលេខ2បងប្អូនខ្ញុំនិយាយទៅខ្ញុំលេខ1ថាលេខ1លេខ2លេខថាលេខ2អត់កុហកទេអញ្ចឹងបងប្អូនចង់រៀនបត់លោកកម្មនិយាយរបៀបថាសាច់ទូចក៏ស្អាតសាច់អ៊ំក៏ស្អាតបងប្អូនធ្វើតាមរបៀបដែលខ្ញុំបត់ហ្នឹងបងប្អូននឹងបត់ចេញមកគឺស្អាតហើយអញ្ចឹងជួបគ្នានៅក្នុងវីដេអូប្រៀបបត់របស់គ្នាបងប្អូនណាសួស្តីបងប្អូនទាំងអស់គ្នាខ្ញុំផានបងប្អូនពីរបៀបបត់ការទូលីបដូចនៅនឹងដៃខ្ញុំចឹងបងប្អូនបត់ធ្វើមិនឲ្យចេញរៀងខ្លំទោះបីថាយើងមានលោកកម្មនិយាយលេខ2ស្ដើងក៏ដោយទូចក៏ដោយគឺយើងអាចបត់ការបានភ្លឹងបងប្អូនចេះតែមកក្បាច់នេះបងប្អូននឹងបត់ការបានស្អាតហើយមិនថាលោកលេខ2លេខ1បងប្អូនលេខ2ក៏បងប្អូនអាចបត់ការបានភ្លឹងដែរនឹងដៃខ្ញុំកាន់ហ្នឹងប្រភេទលេខ2បងប្អូនសរសៃយើងល្អិតណាគាត់ថាវាមិនស្ដើងទេគាត់សរសៃយើងល្អិតតិចចឹងខ្ញុំឲ្យវាលោកលេខ2បងប្អូនសរសៃហោដងខ្ញុំយកមកឲ្យដៃចំនោះអញ្ចឹងឯងខ្ញុំកែប្រែលោកកម្មនិយាយស្ដើងទូចសរសៃទូចអញ្ចឹងឲ្យខ្លាយជាការទូលីបស្រស់ស្អាតដូចនៅដៃខ្ញុំកាន់ទៅបងប្អូនមើលអញ្ចឹងខ្ញុំធ្វើពីពណ៌បងប្អូនហើយខ្ញុំធ្វើពីម៉ូតដែរមួយម៉ូតខ្ញុំគៀបម៉ូតទៀតខ្ញុំអត់គៀបទេអញ្ចឹងបងប្អូនមើលទៅសម្រាប់វាជាក់ស្ដែងមួយណាស្អាតជាងមួយណាតែសម្រាប់ខ្ញុំវាម្យ៉ាងម្នាក់បងប្អូនបើសិនជាសាច់ក្រាបហាក់ជាគៀបស្អាតជាងនឹងទៅបងចឹងបងប្អូនដំបូងយើងត្រូវការលូកម្មនិយាយក្នុងមួយសតបការយើងប្រើលូកម្មនិយាយអស់2ដើមកន្លះបងប្អូនយើងយកលូកម្មនិយាយមកបត់កាច់ជា2អញ្ចឹងបងប្អូនមួយដើមយើងស្មើនឹង30 cm អញ្ចឹងយើងកាត់ពាក់កណ្ដាលមក15 cm ហើយយើងកាត់បានហើយយើងយក3ដើម3សរសៃយកមកផ្គូបគ្នាហើយយកអាមួយសរសៃវែងហ្នឹងយកមកធ្វើជាឆ្អឹងសម្រាប់ចងកែមខាងចឹងបងប្អូនធ្វើដូចនៅដៃខ្ញុំកាន់ចឹងខ្ញុំអាចនិយាយថាអាចនឹងស្រាយទៅវាអត់សូវក្បាក់ក្បាយចឹងបងប្អូនព្យាយាមមើលថែមបានវីដេអូនេះខ្ញុំកន្លែងសំខាន់ខ្ញុំអត់ខាយបងប្អូនចឹងយើងធ្វើតែប៉ុណ្្នឹងហើយខ្ញុំអត់មានបន្ទាត់វត្តអីទេខ្ជិលញ៉ៃបងប្អូនធ្វើអញ្ចឹងលឿនជាងបងប្អូនវាស់តាមចោលដៃម្រាមដៃបងប្អូនហ្នឹងទៅបានហើយស្រាប់តែខ្ញុំខ្លីបើសិនបងប្អូនដៃវែងបងប្អូនអាចបន្ថយតាមនឹងឬក៏បងប្អូនស្រឡាញ់កំពុំខ្លីកំពុំវែងបើសិនជាធ្វើរៀងទូចជាងហ្នឹងបងប្អូនអាចបន្ថយលួសមកដើមអីបានបងប្អូនហើយបន្ទាប់ពីយើងបត់ចេញជារៀងស្ទប់កែហើយយើងបត់ឲ្យចូលប្រឡប់ចឹងបងប្អូនបងប្អូនឃើញទោះបីជាលួសយើងស្ដាប់សរសៃទូចគឺយើងធ្វើបានមកស្អាតដែរទីទៅការនេះនៅខាងក្រៅស្អាតខ្លាំងបងប្អូនចាសម្រាប់ស្លឹកយើងយកលួសពីដើមបងប្អូនសម្រាប់លួសពីដើមយើងបត់ជាពីរអញ្ចឹងមកហើយតាក់ដូចខ្ញុំមូលវាមកជុំហើយយើងបត់វាបានហើយបងប្អូនចេញជារូបរាងស្លឹកមកស្លឹកដ៏ស្រស់ស្អាតហើយសម្រាប់ស្លឹករបស់យើងនេះពេលយើងរុំហើយយើងកាត់នៅសល់តាមសរសៃទៅបានហើយអាតងភ្ជាប់ខាងក្រោមបន្ទាប់មកយើងភ្ជាប់ការស្ទប់ការរបស់យើង4ស្ទប់ហ្នឹងយើងបិទវាអញ្ចឹងរហូតទៅអស់ស្ទប់ការរបស់យើងណាបងប្អូនបន្ទាប់ពីយើងបិទបាន2ហើយយើងបិទមួយទៀតគ្រប់3ហើយបានយើងដាក់ដើមការបងប្អូនសម្រាប់ដើមការតើយើងបិទបាន3អញ្ចឹងយើងបាញ់ការហើយដាក់ដើមការចូលហើយបិទមួយទៀតប្រកបហើយជាការស្រេចបងប្អូនតែប៉ុណ្ណឹងហើយយើងនឹងចេញរូបរាងផ្កាស្អាតឡើងមូលខ្លំហ្មងណាសម្រាប់យើងបិទនេះយើងផ្អោបឲ្យរៀងយូរបងប្អូនឃើញនៅក្នុងវីដេអូនោះខ្ញុំខាបងប្អូនក៏ប៉ុន្តែយើងផ្អោបរៀងយូរវារយៈពេល30ទៅ40វិនាទីទៅឲ្យវាជាប់ស្អិតកែវសិនចាំយើងបន្លែងដៃបងប្អូនហើយសម្រាប់ការរុំស្គត់បងប្អូនអ្នកធ្វើតាមខ្ញុំអញ្ចឹងបានស្អាតព្រោះអីដោយសារយើងក្តោបវាចូលទៅខាងក្នុងបើយើងអត់ធ្វើអញ្ចឹងទេស្គត់យើងរុំអត់ដល់គល់ទេអញ្ចឹងបងប្អូនរុំដូចខ្ញុំអញ្ចឹងរុំពីខាងក្រោមហើយកុំឲ្យវាស្អិតយើងរុំគ្រាន់តែរុំទេហើយក៏កុំឲ្យធូរដែរហើយយើងរុញវាទៅលើដូចខ្ញុំបង្ហាញបងប្អូនមិញអញ្ចឹងហើយសម្រាប់ឥឡូវដល់ស្លឹកយើងរុំតែប៉ុណ្ណឹងណាហើយបងប្អូនហើយសម្រាប់កែវនេះស្អិតល្អបងប្អូនស្គត់នេះហើយតម្លៃធូរថ្លៃទេហើយស្អិតល្អម្ដងវាហ្នឹងគួរសមដែរយើងរុំបានច្រើនដែរអញ្ចឹងណាតើយើងរុំហើយយើងអាចបត់បែនស្លឹកអីតាមម៉ូដដែលយើងស្រឡាញ់បានហើយសម្រាប់ការរបស់យើងហ្នឹងបងប្អូនពុតចុងវាតិចយើងពុតចុងតិចមកចេញស្អាតហើយឥឡូវយើងចូលដល់ផ្កាដែលយើងត្រូវគៀបប្រើតាគៀបវិញណាបងប្អូនតែសម្រាប់ការនេះយើងគៀបទៅវាអត់សូវប្លែកហ្មងដោយសារលួយើងវាសរសៃល្អិតហើយចឹងដល់ពេលចឹងយើងគៀបទៅវាឃើញតែស្រៀងគ្នាដែរវាស្ដើងដូចគ្នាចឹងបងប្អូនបើសិនជាយើងគៀបអាក្រាស់នឹងមិនឃើញប្លែកខ្លាំងចឹងបងប្អូនហើយចឹងសម្រាប់ពីម៉ូដនេះវាស្អាតយ៉ាងម្នាក់បងប្អូនអាចមើលនៅក្នុងវីដេអូខ្ញុំធ្វើនឹងបានឬក៏នៅtrongវីដេអូខ្ញុំដាក់រូបភាពបងប្អូនមើលហើយសម្រាប់ការគៀបខ្ញុំកាន់3តងផ្កាអត់គៀបខ្ញុំកាន់ច្រើនចឹងបងប្អូនចឹងមើលតាមនឹងសម្រាប់យើងគៀបហើយការយើងបត់ចឹងគ្រប់បន្ទាប់ការរបស់យើងមកយើងប្រើដូចទៅរបៀបបត់របៀបធ្វើដូចគ្នាបងប្អូនគ្រាន់តែយើងគៀបតាគៀបឲ្យក្តៅឲ្យវារៀបតែប៉ុណ្្នឹងឯងឥឡូវយើងភ្ជាប់វាទៅវីដេអូត្រង់នេះខ្ញុំខាខ្លាំងមែនទែនព្រោះខ្ញុំគ្រាន់តែថាបង្ហាញឲ្យបងប្អូនដឹងថាយើងអាចធ្វើជាគៀបក៏បានជាធម្មតាក៏បានអញ្ចឹងណាការធ្វើវាដូចគ្នាបងប្អូនសង្កត់ឲ្យយើងយូរតិចបានផ្កាយើងជាប់ហើយធ្វើទៅស្អាតម្យ៉ាងម្នាក់បងប្អូនចាំខ្ញុំចូលបិទដល់ផ្កាយើងពណ៌ម៉ោង10ម្ដងទូលីបប៉ុន្តែទូលីបនេះពណ៌លឿងហើយនឹងពណ៌ម៉ោង10អុយអ្នកសាហាវពណ៌នេះដាក់ពីរនឹងចូលគ្នាស្អាតខ្លាំងណាស់បងប្អូនហើយចាំមើលខ្ញុំមានពេលខ្ញុំនឹងថតផ្កាដែលខ្ញុំដាក់នៅក្នុងថូឲ្យបងប្អូនខ្ញុំធ្វើពីដុំណាធ្វើពីដុំចាំមើលចង់ដឹងថាបានចំនួនប្រហែលផ្កាទូលីបសុទ្ធចឹងណាហើយខ្ញុំនឹងផុសឲ្យបងប្អូនមើល
ចឹងសម្រាប់ការបិទកៅបងប្អូនបិទកៅតាមខ្ញុំនឹងមកដឹងតែត្រូវហើយស្អាតហើយកៅយើងចាញ់តិចៗមកយើងយកកន្ត្រៃមកកាត់មកហើយកៅហុំស្គត់ហុំអីខ្ញុំបានបង្ហាញរួចហើយបងប្អូនហុំតាមខ្ញុំនឹងទៅអត់ខុសទេហើយផ្កាទូលីបចង់ស្អាតបត់ចេញមកភ្លឹងធ្វើតាមខ្ញុំនឹងទៅខ្ញុំធានាឲ្យស្អាតខ្លាំងណាស់បងប្អូននៅខាងក្រៅស្អាតខ្លាំងបងប្អូនចង់បានឆាត់ជុំភ័យទាំងអស់គ្នាបងប្អូនណានៅក្នុងស្តុកឥឡូវមានតែលួសលេខ2បងប្អូនហើយតម្លៃធូរថ្លៃបងប្អូនចង់បានឆាត់មកឲ្យហើយបងប្អូនអត់ចេញមកស្កាស្អាតចឹងបងប្អូនណាអរច្រើនដល់បងប្អូនទាំងអស់គ្នាជួបគ្នាវីដេអូក្រោយជួយ like ជួយ share ម្នាក់មួយបងប្អូនដើម្បីចែកម្លែកឲ្យបងប្អូនផ្សេងៗដែលគាត់ចង់បត់ការចេញមកស្អាតៗគាត់បានពួកគាត់បានឃើញបងប្អូនណាអរគុណច្រើនបាយបាយអ្នកទាំងអស់គ្នា